ធ្លាក់ពីលើភ្នំមិនដេកយកស្ទាយអីទេមកពីមាត់កំរើបហើយនឹងអត់ចេះប្រយ័ត្នកុំតបានកូលត្រេនទប់កំណៃនឹងដល់ជើងភ្នំបាត់ហើយមូលហេតុដែលឈានទៅដល់ការធ្លាក់ជើងភ្នំនឹងអ្នកទាំងអស់គ្នាចាំស្ដាប់នៅtrongវីដេអូខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកតលេងព្រៃភ្នំគួរតែប្រយ័ត្នទៅលើសម្ដីបំផុតមូលហេតុទៀតដែលនាំគ្នាទៅចកាត្រេននឹងគឺសារចាញ់បោកគេនៅពេញទិញត្រេនខ្ចីគេបន្ទុំអត់ឆ្ងាញ់ហើយមិនដឹងថាយល់នាំចូលឬអត់អញ្ចឹងក៏សម្រាប់ចាត់ទៅចំការត្រេនគេនៅកប៉ោតលេងទៅម្ដងគាត់ទទួលជាមួយនឹងត្រេនពួយភួងម៉ូលីឡើងឆ្ងាញ់ជាតិយកតែម្ដងពងហត់ព្រមបានផ្ញើក្មួយផ្ញើអីរត់ចូលចំការគេយកតែម្ដងសម្រាប់បងគាត់ដឹងថាពួកខ្ញុំក្មេងតែបានសៅម៉ៅធម្មជាតិហូបអីគាត់ទាញតពុកទាញអីបេះឲ្យតែម្ដងពណ៌ខៀវអីចឹងមែនតែខាងក្នុងឆ្ងាញ់ស្រួយសិតតែសាច់យកតែម្ដងនិយាយថាជាតិតែញ៉ាំប្រហែលក៏អត់ក្តៅខ្លួនដែរណាបោះធម្មជាតិហើយពួកខ្ញុំនេះគ្មានប្រណីខ្លាចចិត្តអ្នកចាស់ផ្ទះអីទេគឺថារើសយករូបប្រហែលរើសទាំងអស់ហូបមិនអស់វិចមិនផ្ទះទៀតចាតែគេដាំសាម៉ៅគេមានដាំមខុតហើយមែនអត់អូយមខុតនេះក៏តំណងដែរផ្លែឡើងពេញដើមតែអត់សូវមានទុំមានមួយរត់ឃើញអត់បានហូបបានតែថតឲ្យអ្នកទាំងអស់គ្នាមើលនឹងឯងនឹងកន្លែងហ្នឹងចុះពីបេះសៅម៉ៅមើលដើមមខុតហើយហ្នឹងគឺថាល្មៀលទឹកតែម្ដងបានកូលត្រេនទប់ហ្នឹងកុំអីហ្នឹងដាច់ខ្យល់ដឹងទៅដល់ជើងភ្នំណាទេហើយមូលហេតុដែលខ្ញុំដល់ជើងក៏ដូចជាដួលល្មៀលចុះពីលើភ្នំហ្នឹងគឺដោយសារតែខ្ញុំនិយាយថាចែកខ្ញុំប្រាប់បងប្អូនថាឯងវាធ្លាក់ពីលើភ្នំដើរស្រួលបួលចាចុងក្រោយគឺខ្ញុំនឹងឯងជាអ្នកធ្លាក់ពីលើភ្នំបងប្អូនខ្ញុំវាសើចឡើងលំពងព្រៃវាគ្មានសួរនាំថាឯងល្មិចហើយទេវាគិតតែពីសើចឡើងលំពងព្រៃអស់លេងដល់ដួលល្មៀលធ្លាក់ពីលើភ្នំមិនក៏ដោយឥឡូវងើបមកបេះត្រេនបេះសៅម៉ៅទៀតដើម្បីយកទៅខាងលើដើម្បីទិញយកទៅផ្ទះហើយញ៉ាំនៅកន្លែងតែម្ដងសម្រាប់ត្រេនម៉ាន់ថងកាពេលខ្ញុំទៅនឹងអត់តន់ទុំឯទុំមួយក្រៅពីហ្នឹងសុទ្ធតែអៅខាក់ហើយសម្រាប់សៅម៉ៅគឺអាខ្លះពណ៌បៃតងចឹងមែនតែឆ្ងាញ់ផ្អែមធម្មតាម្ចាស់ចការថាត្រេនបើមិនកក់ទុកមុនទេគឺអស់ហើយគេមកយកដល់កន្លែងតែម្ដងដាក់មួយម៉ាត់មកខ្ទិះជាតិតែម្ដងយើងញ៉ាំនៅចការចឹងទៀតអូយពិតអារម្មណ៍ស្ងប់ចិត្តហ្មងហើយនេះទស្សនវិជ្ជាឈរពីលើចការត្រេនទៅឃើញបែបហ្នឹងបើនៅពីខាងក្រៅអ្នកទាំងអស់គ្នាឈរមើលពីដងទេគឺឃើញដើមចការត្រេនគឺខ្ញុំនៅម្ដុំហ្នឹងហើយគឺស្អាតសាហាវស្អាតខ្លាំងហ្មងទេសភាពខ្យល់បរិសុទ្ធត្រជាក់ល្ហឹមហើយមេឃធ្លាក់ភ្លៀងចឹងទៀតអូយអត់ចង់មកវិញទេយាយមែន